តម្លៃត្រឹមតែ$100មែនប៉ុន្តែមានទាំងទំហំថ្មធំនិង spec ធំមួយចំនួនដែលសឹងតែមិនគួរឲ្យជឿនេះគឺជាទូរស័ព្ទកម្រិត budget ថ្មីរបស់ក្រុមហ៊ុន Xiaomi គឺ Redmi 15ចំណុចទី1ដែល Xiaomi បានធ្វើការ improve ជាមួយទូរស័ព្ទនេះ compare ជាមួយនឹង Redmi 13គឺទាក់ទងជាមួយនឹងថ្មរបស់វាតែម្ដងគឺគេបាន improve វាដែលបង្កើនទំហំថ្មធំរហូតដល់7000 milliampere ឯណោះហើយក៏មានជាមួយនឹងដុំសាកថ្ម 35W សម្រាប់ fast charge មកស្រាប់ជាមួយនឹងទូរស័ព្ទនេះផងដែរជាមួយទំហំថ្មមួយនេះគឺខ្ញុំអាចយកវាមកកាន់ប្រើប្រាស់វាជាប់បាន2ថ្ងៃគឺដោយអត់មានបញ្ហាតែម្ដងបើទាក់ទងជាមួយនឹងការ design ឲ្យទូខ្លួនរបស់វាវិញគឺវាមានទម្ងន់ស្រាលស្រួលកាន់ជាមួយនឹងការ design មើលទៅ clean សាមញ្ញមែនទែនហើយជាមួយនឹងការបន្ថែមប្រព័ន្ធការពារទឹក IP64 គឺធ្វើឲ្យទូរស័ព្ទមួយនេះមាំការពារជំនឿទឹកបានជាប្រចាំថ្ងៃរបស់យើងគឺអត់មានបញ្ហាដូចជាការត្រូវភ្លៀងឬក៏ត្រូវទឹកពេលលាងដៃឬក៏ងូតទឹកជាដើមឥឡូវយើងចូលទៅដល់ចំណុចដែលគួរឲ្យចាប់អារម្មណ៍ជាងគេជាមួយនឹងទូរស័ព្ទនេះតែម្ដងគឺទាក់ទងជាមួយនឹង display របស់វាការបំពាក់ជាមួយប្រភេទ budget LCD screen ដែលមានទំហំធំរហូតដល់ 6.9 inch ដែលធ្វើឲ្យខ្ញុំនេះគឺចាប់អារម្មណ៍មែនទែនទាក់ទងជាមួយនឹង color ហើយនិង detail ដែលអេក្រង់មួយនេះអាចផលិតបានជាមូលហេតុដែលខ្ញុំអាចយកវាមកកាន់មើលរឿងទស្សនា content បានធ្វើឲ្យខ្ញុំជក់ចិត្តរហូតដល់ពេលខ្លះខ្ញុំភ្លេចថាវាជាប្រភេទ screen LCD ទៀតផងអូហើយមួយទៀតក៏វាមកជាមួយនឹង refresh rate 144Hz ផងដែរដែលធ្វើឲ្យការប្រើប្រាស់របស់ខ្ញុំកាន់តែ smooth ទៅមួយកម្រិតទៀតហើយសម្រាប់ការស្ដាប់ចម្រៀងនិងមើលរឿងជាមួយនឹងទូរស័ព្ទមួយនេះគឺគេបំពាក់ជាមួយនឹង speaker ចំនួន1គ្រាប់ដែលអាចធ្វើការទាំងនេះបានយ៉ាងល្អទោះបីវាជាប្រភេទ budget speaker មែនប៉ុន្តែគេ focus ខ្លាំងគឺទៅលើភាពលឺនៃ speaker របស់វាដែលនៅក្នុង setting របស់យើងគឺយើងអាចបាក់សំឡេងបានឡើងខ្ពស់រហូតដល់ 200% ឯណោះមានន័យថាវាអាចលឺលាន់ខ្លាំងល្អបានហើយបើសិនជាយើងនិយាយអំពី performance របស់ទូរស័ព្ទមួយនេះគឺគេបានបំពាក់ជាមួយនឹង chip Snapdragon 685មានសមត្ថភាពល្អសម្រាប់ការ run software ជាប្រចាំថ្ងៃរបស់យើងមិនថាតទៅជាមួយនឹង social media ឬក៏ការទស្សនា content ទេលើពីនេះក៏វាអាចមានសមត្ថភាពក្នុងការ run game មួយចំនួនតូចនៅក្នុងកម្រិត graphic medium ផងដែរហើយមានចំណុចមួយទៀតដែលខ្ញុំចង់និយាយអំពីទូរស័ព្ទមួយនេះគឺទាក់ទងជាមួយនឹងកាមេរ៉ា budget របស់វាទំហំ lens របស់វាគឺធំរហូតដល់50 megapixel ប៉ុន្តែឯដែលយើងអាចយកមកនិយាយបានគឺទាក់ទងជាមួយនឹងលទ្ធផលដែលទូរស័ព្ទនេះអាចថតបានគឺទាក់ទងជាមួយនឹង color ហើយនិង detail របស់រូបភាពពេលដែលយើងថតរូបនីមួយៗហើយគឺត្រូវបាន software enhance ជាមួយ AI ដើម្បីឲ្យគុណភាពរូបភាពកាន់តែច្បាស់ទៅមួយកម្រិតទៀតអញ្ចឹងមិនថាការថតជាប្រចាំឬក៏ថតឯកសារសម្រាប់សិស្សនិស្សិតអីហ្នឹងគឺអាចប្រើប្រាស់បានយ៉ាងលយមែនទែនសរុបមក Redmi 15គឺជា budget phone មួយនៅក្នុងចំណោមទីផ្សារ budget phone ទាំងអស់ប៉ុន្តែសំណួរដ៏ធំគឺសួរថាតើវាស័ក្តិសមសម្រាប់អ្នកគេខ្លះមានទាំងអេក្រង់ធំថ្មខ្លាំងប្រើបានរហូតដល់2ថ្ងៃហើយជាមួយនឹងតួខ្លួនស្រាលដែលស្រួលកាន់បែបនេះគឺវាស័ក្តិសមមែនទែនសម្រាប់អ្នកទាំងអស់គ្នាដែលត្រូវការទូរស័ព្ទសម្រាប់ប្រើប្រចាំថ្ងៃឬជាពិសេសគឺដល់សិស្សនិស្សិតធ្វើកិច្ចការងារសាលាហ្នឹងគឺ Redmi 15គឺធ្វើបានល្អមែនទែនសម្រាប់ព័ត៌មានបន្ថែមគឺអ្នកទាំងអស់គ្នាអាចស្វែងរកទៅលើ page Xiaomi Cambodia បាន